ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលឆ្លាញ់បាទខាងវិស័យបាទកសិកម្មហ្នឹងហើយថ្ងៃនេះដែរខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាបាទខ្ញុំបាទធ្វើរោងបាទដាំសណ្តែកគួរក៏ដូចជាដាំបាទតសក់ហ្នឹងហើយអញ្ចឹងបាទសកម្មភាពនេះដែរគ្រាន់តែចែកជូនពុកម៉ែបងប្អូនបាទទស្សនាបាទការដាំក៏ដូចជាការធ្វើស្មៅរបស់ខ្ញុំបាទអញ្ចឹងពុកម៉ែបងប្អូនទស្សនាទៅនេះគឺជាបាទសកម្មភាពដែលខ្ញុំបាទចរះស្មៅធ្វើរោងធ្វើអីអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងខ្ញុំបាទមានបាទដីបន្តិចបន្តួចអញ្ចឹងក៏ដាំទុកហូបបាទលក្ខណៈគ្រួសារអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាសៀលលុយបានបាទបន្តិចបន្តួចបាទសម្រាប់បាទយើងចំណាយទៅលើរបស់អ្វីដែលយើងចាំបាច់អញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងបាទយើងដាំយើងនៅផ្ទះយើងដាំយើងទៅនេយើងដាំអញ្ចឹងទៅវាបានផ្លែបានអីណាមួយបាទបានបាទបន្លែធម្មជាតិបាទហូបទុកហូបផងអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយចឹងពុកម៉ែបងប្អូនបាទមានសល់ដីសល់អីបាទពុកម៉ែបងប្អូនបាទឆ្លៀតដាំបាទដូចដែលខ្ញុំបានដាំនេះដែរទៅណាមួយបាទវាបន្លែដែលយើងដាំគឺมันប៉ះពាល់ដល់សុខភាពទេពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយគឺបាទមានតែបាទធ្វើឲ្យយើងបាទមានសុខភាពល្អបាទគឺมันមានបន្លែគីមីបាទដោយសារតែយើងបាទដាំបាទបែបធម្មជាតិចឹងពុកម៉ែបងប្អូនមកយើងមិនប្រើប្រាស់គីមីអ្វីទេជីដែលខ្ញុំបាទប្រើប្រាស់នោះក៏បាទមានកាមបាទមានអាចមន់អាចអីអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងពុកម៉ែបងប្អូនបាទមានជីអ្វីពុកម៉ែបងប្អូនបាទសាកដាំទៅបាទអញ្ចឹងពុកម៉ែបងប្អូនបាទទស្សនានៅវីដេអូដែលខ្ញុំបាទធ្វើរោងដូចជាបាទដាំអញ្ចឹងពុកម៉ែបងប្អូនបាទធ្វើតាមហើយខ្ញុំបាទបានបង្ហាញពុកម៉ែបងប្អូននឹងទៅនោះពុកម៉ែបងប្អូនបាទនឹងមានបាទនឹងបានបន្លែធម្មជាតិបាទយកទៅពិសាបាទពុកម៉ែបងប្អូនបាទដាំច្រើនពុកម៉ែបងប្អូនអាចយកទៅលក់បាទបានបាទថវិកាបាទគួរសមដែរហ្នឹងពុកម៉ែបងប្អូនតាមពុកម៉ែបងប្អូនដាំណាពុកម៉ែបងប្អូនដាំច្រើនបាទយើងហូបអត់អស់ពុកម៉ែបងប្អូនយកលក់បាទអញ្ចឹងក៏យើងបានបានលុយបន្តិចបន្តួចបាទសម្រាប់ដោះស្រាយជីវភាពនៅក្នុងគ្រួសារផងដែរអញ្ចឹងនេះគឺជាបាទខ្ញុំបានដាក់បាទកាមក៏ដូចជាបាទដាក់ជីអាចមន់អាចអីអញ្ចឹងពុកម៉ែបងប្អូនបាទនេះគឺជាបាទការដាំរបស់ខ្ញុំអញ្ចឹងពុកម៉ែបងប្អូនបាទទស្សនាទៅបាទអញ្ចឹងយើងមានបាទចាក់គ្រាប់សណ្តែកអញ្ចឹងមកហើយខ្ញុំដាំនេះពុកម៉ែបងប្អូនទាំងអស់គ្នាបាទគឺចន្លោះរបស់វាគឺមួយឆ្អាមគឺខ្ញុំដាំមួយហ្នឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងពុកម៉ែបងប្អូនបោះមួយឆ្អាមទៅគឺបងប្អូនដាក់មួយអញ្ចឹងមកពុកម៉ែបងប្អូនហ្នឹងហើយអញ្ចឹងពុកម៉ែបងប្អូនបាទដាំតន់តែអស់ទៅដាំដូចបាននៅក្នុងវីដេអូដែលខ្ញុំបានបាទបង្ហាញជូនពុកម៉ែបងប្អូនបាទទស្សនាហ្នឹងទៅអញ្ចឹងខ្ញុំបាទដាក់ដាំហើយខ្ញុំបានវាស់វាបាទឆ្អាមមួយអញ្ចឹងណាពុកម៉ែបងប្អូនបើពុកម៉ែបងប្អូនបាទដាំបាទមានចែកទេសដាំអីផ្សេងគឺពុកម៉ែបងប្អូនអាចបាទប្រាប់ខ្ញុំក៏ដូចជាបង្រៀនខ្ញុំផងដោយសារតែខ្ញុំនេះគឺដាំមើលវីដេអូដែរទេហើយបន្ទាប់ពីបាទការដាំហើយគឺយើងដាក់ស្រោចទឹកអញ្ចឹងទៅពុកម៉ែបងប្អូនបាទហ្នឹងហើយពុកម៉ែបងប្អូនហើយនេះគឺជាបាទដែលខ្ញុំបានដាំបាទជូនពុកម៉ែបងប្អូនទស្សនាគឺរយៈពេលបាទ4ថ្ងៃអញ្ចឹងបាទវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបាទសូមអរគុណពុកម៉ែបងប្អូន